បើនៅសុកស្រាប់តែគេឲ្យបងប្អូនទាំងអស់គ្នាមកដើរនៅលើស្ពានកញ្ចក់ដែលមានកម្ពស់រហូតដល់ 2000 ម៉ែត្រហើយអាចមើលឃើញមកទេសភាពខាងក្រោមបានច្បាស់តែម្ដងតើបងប្អូនមានភាពក្លាហានកម្រិតណាដែរហើយថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាមកទទួលបានអារម្មណ៍និងបទពិសោធន៍ថ្មីជាមួយខ្ញុំដោយណែនាំឲ្យស្គាល់អំពីកន្លែងទេសចរណ៍ដ៏អស្ចារ្យមួយនៅភាគខាងជើងនៃប្រទេសវៀតណាមដែលទីនេះគឺជាស្ពានកញ្ចក់នៅក្នុងទីក្រុងសាប៉ាដែលមានឈ្មោះថា Rongme Glass Bridge ស្ពានកញ្ចក់នេះគឺជាកន្លែងទេសចរណ៍ដ៏ល្បីល្បាញដែលទាក់ទាញភ្ញៀវទេសចរជាច្រើនទាំងក្នុងនិងក្រៅប្រទេសវាត្រូវបានសាងសង់ឡើងនៅលើភ្នំខ្ពស់ប្រហែលជាង 2000 ម៉ែត្រពីនីវ៉ូទឹកសមុទ្រហើយស្ពានកញ្ចក់នេះលាតសន្ធឹងចេញពីជ្រោះខ្ពស់ដែលមានកម្ពស់រាប់រយម៉ែត្រពីដីទេសភាពនៅជុំវិញគឺពោរពេញទៅដោយភ្នំព្រៃឈើនិងពពកអាប់ដែលគ្របដណ្ដប់ពាសពេញតំបន់តែម្ដងនៅពេលដែលយើងឈរនៅលើស្ពានយើងអាចមើលឃើញជ្រលងភ្នំដ៏ធំទូលាយនៅខាងក្រោមដែលផ្ដល់អារម្មណ៍រំភើបនិងភ្ញាក់ផ្អើលយ៉ាងខ្លាំងអ្វីដែលពិសេសបំផុតនៃស្ពាននេះគឺផ្ទៃស្ពានធ្វើពីកញ្ចក់ថ្លានៅពេលដែលយើងដើរនៅលើវាយើងអាចមើលឃើញទេសភាពដ៏ស្រស់ស្អាតនៅខាងក្រោមបានយ៉ាងច្បាស់សម្រាប់អ្នកដែលចូលចិត្តការផ្សងព្រេងនិងចង់សាកល្បងភាពក្លាហានរបស់ខ្លួននៅទីនេះគឺជាកន្លែងដ៏ល្អបំផុតសម្រាប់លោកអ្នកទោះបីជាមើលទៅគួរឲ្យខ្លាចបន្តិចមែនក៏ប៉ុន្តែស្ពាននេះត្រូវបានសាងសង់ឡើងយ៉ាងរឹងមាំនិងមានសុវត្ថិភាពខ្ពស់បំផុតក្រៅពីដើរនៅលើស្ពានកញ្ចក់ភ្ញៀវទេសចរក៏អាចថតរូបស្អាតៗជាមួយនឹងទេសភាពភ្នំនិងពពកដ៏អស្ចារ្យផងដែរនៅពេលដែលអាកាសធាតុចុះត្រជាក់និងមានអាប់ស្ពាននេះមើលទៅហាក់ដូចជាអណ្ដែតនៅលើផ្ទៃមេឃដែលធ្វើឲ្យទីកន្លែងនេះកាន់តែមានភាពទាក់ទាញមួយកម្រិតទៀតទីក្រុងសាប៉ាក៏មានអាកាសធាតុត្រជាក់ស្រួលពេញមួយឆ្នាំហើយល្បីល្បាញដោយវាលស្រែចិនដើរវប្បធម៌ជនជាតិដើមភាគតិចនិងម្ហូបអាហារបែបតំបន់ភ្នំដូច្នេះហើយភ្ញៀវជាច្រើនមិនត្រឹមតែមកលេងត្រឹមស្ពានកញ្ចក់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងទៅសម្រាកនិងស្វែងយល់អំពីវប្បធម៌នៅទីនោះផងដែរRongme Glass Bridge គឺជាកន្លែងទេសចរណ៍ដ៏អស្ចារ្យមួយដែលរួមបញ្ចូលទាំងសម្រស់ធម្មជាតិភាពរំភើបនិងទេសភាពដ៏ស្រស់ស្អាត